ហេតុនឹងមនុស្សគឺជាឈើឧស្សាហកម្មពីរប្រភេទដែលមានប្រជាប្រិយភាពខ្លាំងនាពេលថ្មីនេះហើយអាចជំនួសឈើធម្មជាតិបានផលិតផលនៃឈើទាំងពីរប្រភេទនេះក៏មានប្រជាប្រិយភាពខ្លាំងផងដែរអញ្ចឹងតោះស្វែងយល់ជាមួយ Segundo ថាតើឈើទាំងពីរប្រភេទនេះមានភាពខុសគ្នាអ្វីខ្លះហេតុគឺជាប្រភេទក្តារបន្ទះដែលមានដងស៊ីតេខ្ពស់បង្កើតឡើងពីសរសៃឈើកំទេចសង្កត់យ៉ាងតឹងនៅក្រោមសម្ពាធនិងសីតុណ្ហភាពខ្ពស់ម្ដេចក៏ជាផ្លូវវត្តពីសរសៃឈើដែរប៉ុន្តែមានដងស៊ីต็មឈុំសង្កត់ក្រោមសម្ពាធទាបជាងហេតុដែលធ្វើឲ្យម្ដេចទន់និងងាយស្រួលក្នុងការដំណើរការនៅក្នុងលក្ខខណ្ឌនៃភាពធន់ហេតុលេចធ្លោជាមួយនឹងសមត្ថភាពទុកដ៏ល្អរបស់វាភាពប្រែប្រួលតិចជាងក្រោមឥទ្ធិពលនៃកម្ដៅនិងសំណើមដែលធ្វើឲ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់ទ្វារឬកន្លែងដែលមានលក្ខខណ្ឌពិបាកម្ដេចមិនប្រើប្រាស់បានយូរដូចហេតុទេប៉ុន្តែមានគុណសម្បត្តិងាយស្រួលក្នុងការកាត់ភូមិក្រចកនិងថ្នាំលាបដែលធ្វើឲ្យវាស័ក្តិសមសម្រាប់កម្មវិធីខាងក្នុងដូចជាបន្ទប់គេងឬការិយាល័យបើនិយាយពីតម្លៃវិញម្ដេចច្រើនតែថោកជាងហេតុដោយសារដំណើរការផលិតមិនសូវស្មុគស្មាញនឹងដងស៊ីតេទៀតការជ្រើសរើសរវាងម្ដេចឬហេតុអាស្រ័យលើតម្រូវការនិងថវិការបស់អ្នកដូច្នេះកុំស្ទាក់ស្ទើរក្នុងការតាក់ទង Segundo ដើម្បីទទួលបានដំបូន្មាននិងជ្រើសរើសទ្វារឈើដែលស័ក្តិសមបំផុតសម្រាប់អ្នក